ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ទាំងក្នុងស្រុកនិងឯនាសមុទ្រជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះខ្ញុំសូមលើកយកប្រាសាទមួយទៀតមកបង្ហាញបងជូនបងប្អូនគឺប្រាសាទតាគំប្រាសាទតាគំជាមន្ទីរពេទ្យមួយនៅសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី7បាទមុននឹងចូលលម្អិតតកតងនឹងសំណួរខាងដើមនេះខ្ញុំសូមណែនាំដល់បងប្អូនទាំងអស់ឲ្យស្គាល់ពីទីតាំងប្រាសាទតាគំប្រាសាទនេះមានចម្ងាយប្រមាណ58គីឡូម៉ែត្រពីក្រុងសៀមរាបស្ថិតនៅក្នុងភូមិគោលឃុំគោលស្រុកអង្គរជុំខេត្តសៀមរាបបើយើងពិនិត្យមើលនៅលើផែនទី Google នៅខាងលិចប្រាសាទតាគំនេះចម្ងាយប្រមាណ400ម៉ែត្រគឺមានប្រាសាទមួយទៀតធ្វើអំពីថ្មភក់ពណ៌រាងផ្កាឈូកស្រស់ស្អាតណាស់ទំហំធំឈ្មោះថាប្រាសាទគោលហើយនៅផ្នែកខាងជើងនៅទិសខាងជើងចម្ងាយប្រមាណ1គីឡូម៉ែត្រមានស្ពានបុរាណមួយធ្វើអំពីថ្មក្រៀមដែលមានស្ទឹងគោលហូរកាត់ហើយស្ពាននេះឈ្មោះថាស្ពានព្រះចង្អេរឬក៏ស្ពានថ្មបើតាមពិនិត្យទំហំជាក់ស្ដែងស្ពាននេះមានបណ្ដោយប្រហែល47ម៉ែត្រហើយទទឹងគឺ9ម៉ែត្រហើយចំពោះស្ពានព្រះចង្អេរនេះគឺស្ថិតនៅលើផ្លូវបុរាណសម័យអង្គរមួយចេញពីទីក្រុងអង្គរឆ្ពោះទៅដល់ភីម៉ៃបើលោកអ្នកចង់សិក្សាលម្អិតពីផ្លូវបុរាណចេញពីអង្គរទៅភីម៉ៃឬក៏ចេញពីអង្គរទៅតំបន់ផ្សេងទៀតសូមអានអត្ថបទរបស់លោកអឹមសុករិទ្ធីដែលសេអំពីបណ្ដាញផ្លូវសម័យអង្គរនិងរចនាសម្ព័ន្ធពាក់ព័ន្ធចុះផ្សាយក្នុងសិភៅអតីលេខ5ហើយមួយទៀតគឺមានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសាលាចារឹកព្រះខ័នការ908ដែលនិយាយពីផ្លូវបុរាណទាំងនេះហើយនឹងបានបញ្ជាក់អំពីចំនួនសាលាសំណាក់ចេញពីអង្គរទៅដល់ភីម៉ៃមានរហូតទៅដល់17គួរឲ្យកត់សម្គាល់ប្រាសាទតាគំនេះគឺមានតួប្រាសាទតែមួយទេនៅចំកណ្ដាលរាង4ជ្រុងហើយមានញោកនៅខាងមុខមានទ្វារចូលតែមួយហើយនឹងទ្វារបញ្ឆោត3ហើយនៅទិសអាគ្នេយ៍នឹងមានហោត្រៃមួយហើយអគារហោត្រៃនិងតួប្រាសាទកណ្ដាលនេះគឺហុំព័ទ្ធទៅដោយកំពែងថ្មក្រៀមរាងរាងជាចតុកោណមានប្រវែងបណ្ដោយប្រមាណ27ម៉ែត្រគុណនឹង22ម៉ែត្រហើយមានខ្លងទ្វារមួយនៅទិសខាងកើតប៉ុន្តែយើងមិនអាចដើរចូលបានទេសប្តាហ៍ថ្ងៃនេះគឺបាក់រលំហើយគ្របទៅដោយដុំថ្មជាច្រើនហើយនឹងដើមឈើបន្លាដុះឡើងទប់ទ្រុលយើងមិនអាចចូលតាមច្រកខាងកើតបានទេចឹងទៅធ្វើដំណើរចូលផ្នែកខាងត្បូងនៃខ្លងទ្វារខាងកើតនេះមានថ្មបាយក្រៀមរឿងដូចកម្មចន្ទាយើងដើរចូលបានហើយជាពិសេសនៅជ្រុងឦសាននៃកំពែងប្រាសាទតាគំនេះគឺមានកូនស្រះទឹកមួយដែលមានជណ្ដើរជារៀបជាជណ្ដើរថ្មក្រៀមហើយមានបណ្ដោយប្រមាណ17ម៉ែត្រគុណនឹង10ម៉ែត្រហើយនៅខាងកើតប្រាសាទតាគំទៀតមានដូចជាកូនបារាយមួយមានប្រវែងបណ្ដោយ137ម៉ែត្រគុណនឹង50ម៉ែត្រចំពោះអគារហោត្រៃវិញគឺធ្វើអំពីថ្មបាយក្រៀមមានរាងជាចតុកោណហើយជញ្ជាំងខាងជើងគឺនៅសភាពល្អប៉ុន្តែដំបូលហើយនឹងជញ្ជាំងត្បូងនិងខាងកើតបានបាក់រលំហើយបើយើងចូលដើរពីខាងមុខទ្វារហោត្រៃវិញគឺបែរទៅទិសខាងលិចគឺបែរទៅរកតួប្រាសាទកណ្ដាលហើយចំពោះមេទ្វារបច្ចុប្បន្នយើងឃើញមេទ្វារខាងជើងប៉ុន្តែមេទ្វារត្បូងគឺបានបាត់ទៅហើយបើតាមលោកសុកសេដេសដែលអ្នកប្រាជ្ញខាងសាលាចារឹកដល់ល្បីល្បាញគឺគាត់និយាយថាហោត្រៃនេះគឺមានសាលាចារឹក
នៅចាលើមេទ្វាងត្បូងមានចំនួន35បន្ទាត់ចាជាភាសាខ្មែរគឺការ245និយាយតាក់ទងនឹងរាជព្រះបាទសូរ្យវរ្ម័នទី1នៅក្នុងសតវត្សទី11បាទឥឡូវមុនចូលមើលតួប្រាសាទកណ្ដាលរបស់ប្រាសាទតាគំសូមបែរកាមេរ៉ាទៅមើលខ្លោងទ្វារចូលខាងកើតនៃប្រាសាទតាគំគឺបានបាក់រលំហើយគ្របទៅដោយដើមរុក្ខជាតិឬឈើបន្លាហើយនឹងដុំថ្មហើយជញ្ជាំងកំពែងជ្រុងខាងឥសាននៃជើងហ្នឹងគឺថាបានបាក់ខូចខ្លះដោយសារដើមឈើដុះពីលើហើយនៅចិត្តខ្លោងទ្វារខាងកើតហ្នឹងក៏មានជើងទម្រមួយដែរគឺដាក់ទេវរូបសម្រាប់ដាក់ទេវរូបបាទសូមមើលទស្សនភាពទូទៅហ្នឹងហើយរបស់ប្រាសាទតាគំហើយតមកទៀតយើងនឹងឃើញតួប្រាសាទកណ្ដាលគឺផ្នែកខាងត្បូងគឺមាននៅសល់ហោជាងហើយនឹងទ្វារបញ្ឆោតថ្មីក្រៀមហើយនៅលើហោជាងហ្នឹងគឺមានឆ្លាក់ក្បាលនាគហើយនឹងខ្លួននាគដែលជានឹងឆ្លាក់ជាខ្លួននាគហ្នឹងជាទម្រង់នៅលើហោជាងប៉ុន្តែមិនទាន់ចប់ប៉ុន្តែមានផ្កាហ្នឹងហាក់ដូចជានៅក្នុងរជ្ជកាលព្រះបាទជ័យទី7ហើយបន្តមកទៀតយើងឃើញបំណែកផ្តែរមួយទៀតគឺក្នុងរចនាបថឃ្លាំងសតវត្សទី11មានក្បាច់ក្បូរផុសល្អហើយចំពោះផ្ទៃខាងក្នុងនៃតួប្រាសាទហ្នឹងគឺថាមានសភាពទ្រុឌទ្រោមបាក់បែកខ្លាំងមែនទែនដោយសារមានឫសឈើបាក់ឈើដុះគឺថាចាក់ក្នុងកំហែងថ្មសូមបងប្អូនមើលតើដើមឈើនេះឈ្មោះអ្វីសូមខមមិនខាងក្រោមផងហើយផ្នែកខាងកើតគឺមានគេដាប់រុនដែលជាតសំណង់ឈើនៅលើហោជាងនៅផ្ទាំងខាងមុខហើយច្រកខាងកើតនេះគឺមានមេទ្វារថ្មភក់ហើយនឹងឃើញតសពេជ្រឆ្លាក់មិនទាន់ហើយប៉ុន្តែមេទ្វារខាងជើងគឺបានបាត់ទៅហើយនេះជាចំណុចសង្ស័យមួយទៀតហើយចឹងបើយើងសិក្សាទៅតាមឯកសាររបស់លោកសកស្ដេចថាមានសាលាចារឹកមួយទៀតដែលចារនៅតួប្រាសាទតាគំនេះគឺលោកសកស្ដេចបានសរសេរយ៉ាងលម្អិតតាក់ទងនឹងសាលាចារឹកនេះគឺមានតែ2បន្ទាត់ទេគឺបោះពុម្ពផ្សាយនៅសភៅរបស់គាត់សាលាចារឹកកម្ពុជាក្បាលទី3បោះពុម្ពឆ្នាំ1961សាលាចារឹកនេះគឺមានការ244មាន2បន្ទាត់ចារជាភាសាសំស្ក្រឹតគឺនៅចុងសតវត្សទី8គឺនិយាយពីការស្ថាបនាប្រតិមាគឺគេស្ថាបនាឬក៏សាងរូបលោកេសោដោយថ្វាយព្រះនាមថាចគុតទីស្វរៈនៅឆ្នាំ713សកៈមានន័យថា713សករាជត្រូវនឹង791នៃគ្រិស្តសករាជនៅជញ្ជាំងតួប្រាសាទកណ្ដាលខាងជើងយើងពិនិត្យទៅឃើញមាននសល់កូនបងអួចមួយហើយនឹងផ្តែរឆ្លាក់មិនទាន់ហើយប៉ុន្តែបើយើងពិនិត្យជាក់ស្ដែងផ្តែរនោះគេដាក់ផ្កាប់គេដាក់ផ្ងាឡើងលើមានថាយើងមើលដងធ្នូទៅដឹងហើយដងធ្នូជាអង្កត់ខ្លីកោងប្រហែលជានៅសតវត្សទី10ហើយយើងបន្តមកមើលជញ្ជាំងនៅខាងលិចគឺមានផ្តែរមួយឆ្លាក់នៅសម័យមុនក៏គឺរចនាបថកំពង់ព្រះសតវត្សទី8ហើយនៅខាងលើនោះគឺមានទេពីនៅលើហោជាងគួរឲ្យចាប់អារម្មណ៍មែនតើប៉ុន្តែជញ្ជាំងហ្នឹងគឺបានបាក់រលំទៅហើយជញ្ជាំងខាងជើងជាងខាងលិចនឹងឯងបាទឥឡូវសូមយើងយកប្លង់ប្រាសាទតាគំនេះទៅពិចារណាជាមួយនឹងប្លង់ប្រាសាទផ្សេងទៀតតែអ្នកស្រាវជ្រាវគេគិតថាជាកន្លែងបន់ស្រន់នៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី7ហើយភាគច្រើនអ្នកស្រាវជ្រាវហៅថាហៅបន់ស្រន់នៃមន្ទីរពេទ្យហៅបន់ស្រន់មន្ទីរពេទ្យនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7បាទទី1យើងយកប្លង់ប្រាសាទ
tập trung cờ nơi khang bông nên có thống hay khang chướng cứ bờ sát tận lệ ngốt hay khang cạn có thống cứ bờ sát lẹ niếng hay nên khang lệch có thống cứ bờ sát trầm mùng hay dừng mới ngày bên cứ bờ sát cột cá cứ bờ sát thế nó cứ miền phong đôi khnia cứ miền tua bờ sát tại môi tế hay miền cầm bén hay miền hào trái nên sạ tắc nơi khang tự ế sản trong phố miền tẹtตองนังมนตรี8ในขนมเรียประบาดใจวรมันตีปรำปีนี้คือบางคนอาจจะศึกษาสลายเฉียวตะเลสลายจากภาษาตะปรมคือการปีรอยจัดสบายได้ในใจยมปีจำนวนมนตรี8คือเกี่ยวกับสลายจากขนมสลายจากนั่นคืออารมณ์เสียสลานั่นคือมีละหัวตะดาม100 ปีให้ชีวิตเสโลกเนี่ยปลายบารังโลกโลวีฟิโนนั่นก็บานศึกษาบอกปลายลมอัดแต่โตนังสลายจากประสาทโกรกานังสลายจากสายฟงได้เยี่ยมปีจำนวนมันเนื้อทั่วกานังบัญชีทั้งนำในขนมมันที่8มวยสำหรับสกัดมอกพลังประสาทตะกอมนี้ได้มีตัวประสาทแต่มวยในจำกัดดาให้มีหาวไตรในช่วงอักเนให้นังมีกำเป็นปอดจมไว้มีเจาะโจหรือก็ทวีโจขังกาแต่มวยนังสระตักในตึกไอสานนี่คือจะพลังฮาวบอลซอนในมันตีเป็ดในขนมริดประบาดใจวรมันตีปรำปีในจงศตวรรษปีก็มันแต่โตนังประวัติในสำนักภาษาตะกอมนี้คือทายังเตยแต่ศักษาลำอัดมันต่อเตียดโปรทายังเมียนได้ตั้งปีสมัยมนโกศตวรรษที่ปรำใบให้นังได้ในมวยเตียดคือศตวรรษที่ดับให้บำในได้มวยเตียดคือในศตวรรษที่ดับมวยให้ชีวิตเสสลาจรักบ้านมาแจ้งใช่ปะปีในจงศตวรรษที่ปรำใบให้นังดามศตวรรษที่ดับมวยសូមអរគុណច្រើនចំពោះការទស្សនាវីដេអូខ្លីនេះបាទ